Rừng nệ ta khliêng mường Knong riêngព្រះបាទច័ន្ទរាជាប្រទេសកម្ពុជាស្ថិតនៅក្នុងចំណុះប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនបុត្រាមួយអង្គមកត្រួតត្រានគរខ្មែរដោយជួយចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀមព្រះច័ន្ទរាជាក៏សម្លាប់បុត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែកទ័ពសៀមបានគេប្រជាជនខ្មែរជាច្រើននាក់យកទៅស្រុកសៀមក្នុងនោះមានអ្នកម្នាងប៉ែននិងមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃផងដែរក្រោយមកអ្នកម្នាងប្រសូតបានបុត្រមួយអង្គមាននាមថាឧតេនរីឯមេដំរីក៏កើតបានកូនមួយដែរថ្ងៃមួយឧតេនបានសុំមកដំរីបោលរោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីស្ដេចសៀមឃើញឧតេនឧសាក៏ប្រទានងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីពេលធំឡើងកូនដំរីប៉ាល់ប៉ៃបានធ្វើជាទីនាងព្រះចៅសៀមថ្ងៃមួយស្រាប់តែវាចុះប្រេងព្រិចមកស្លាប់ឧតេនបានចាប់ដំរីនោះបានចាប់តាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារឧតេនថាជ័យអស្ចារ្យអាយុបាន16ឆ្នាំជ័យអស្ចារ្យបានប្រើឧបាយកលត្រឡប់មកសោយរាជ្យនៅស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងអ្នកស្រុកនិងសេនាចាស់ម្នាក់ឈ្មោះមើងព្រមទាំងកូន4នាក់បានចូលមកថ្វាយខ្លួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមើងបានធានាថាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺហ៊ានបដូរជីវិតដើម្បីទៅកេណ្ឌពលខ្មោចមកច្បាំងនឹងសៀមលោកបានបង្គាប់ឲ្យជីករណ្ដៅរួចដាក់ចម្រងលោកលោតចុះទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូនឯទៀតក៏លោតចុះតាមដែរលុះថ្ងៃពេញបរមីគេឮសំឡេងសន្ធឹកក៏ក្រឹកពេញមេឃក៏ក្រឹកពេញដីដោយបណ្ដាំសេនាមើងមែនទ័ពខ្មោចបានដង្ហែជ័យអស្ចារ្យលើកទ័ពទៅឡោមព័ទ្ធបន្ទាយសត្រូវទ័ពសៀមភ័យរន្ធត់នាំគ្នារត់ប្រះអាយុទ័ពសៀមបានបាក់អបខ្លោបខ្លាចទ័ពជ័យអស្ចារ្យក៏វិលត្រឡប់ទៅស្រុកវិញទាំងអស់ជ័យអស្ចារ្យឡើងគ្រងរាជ្យបន្តពីព្រះបិតានិងទទួលព្រះនាមថាព្រះជ័យចេស្តា